ក្នុង Telegram ហេតុអីបានជាយើងរកលេខគេអត់ឃើញឬក៏យើងឲ្យលេខយើងទៅគេប៉ុន្តែគេ add ទៅអត់ឃើញ Telegram របស់យើងទេតាមពិតទៅនៅត្រង់ចំណុចនេះគឺអាចភាគីម្ខាងទៀតគេបិទមិនឲ្យយើងធ្វើការ save លេខដើម្បីបង្កើតដើម្បីឆាតបានទេឬមួយក៏ account របស់យើងផ្ទាល់យើងត្រូវបានបិទឬមួយក៏អត់បានបិទទេប៉ុន្តែវាអាចនឹងមានបញ្ហាបច្ចេកទេសអញ្ចឹងវិធីដើម្បី add Telegram ឆាតរកគ្នាបានលឿនគឺបងប្អូនអរគ្នាត្រូវចូលមកកាន់ setting ហើយយើងចូលទៅកន្លែង profile របស់យើងដូចក្នុងវីដេអូអញ្ចឹងបន្តមកទៀតគឺយើងចុចទៅលើរូប QR code នៅខាងលើផ្នែកខាងឆ្វេងឬក៏បងប្អូនចុចនៅលើអេក្រង់ profile របស់យើងទៅវានឹងឃើញពាក្យ QR code នៅខាងលើផ្នែកឆ្វេងបន្ទាប់មកភាគីម្ខាងទៀតគ្រាន់តែយកទូរស័ព្ទមកធ្វើការបើកកាមេរ៉ា scan ជាមួយនឹង QR code ទៅវានឹង load ពាក្យថា Telegram ពណ៌លឿងនៅក្នុងកាមេរ៉ាហ្នឹងមិនថា Samsung ឬក៏ជាប្រភេទ Android ផ្សេងឬក៏ iPhone ទេអញ្ចឹងនៅពេលដែលបងប្អូនធ្វើការចុចនៅលើពាក្យ Telegram ហ្នឹងវានឹង link ចូលទៅកាន់ account Telegram ហើយយើងអាចឆាតរកគ្នាបានហើយអត់ពិបាកក្នុងការ save លេខគ្នាចលងទៀតទេឬមួយក៏បងប្អូនអរគ្នាអាចធ្វើការ share ឬក៏ធ្វើការថតជាមួយនឹង QR code មួយនឹងទុកក្នុងទូរស័ព្ទទៅអាចផ្ញើទៅកាន់ Messenger ឬក៏អីផ្សេងហ្នឹងដើម្បីឲ្យភាគីម្ខាងទៀតងាយស្រួលក្នុងការឆាតមកយើងតាមរយៈ Telegram អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេមានចង្អុលផ្សេងអាច comment នៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ